Bà xong group cho bị xua nè đó kia hay bọc mai ông bảo này tôi sana cũng là tôi sana video đi bà nó trong video này trong nâng bằng hai nhóm PK bằng card bootable USB Windows 10ឬក៏10ហ្នឹងឯងសម្រាប់អ្នកនរគ្នាចង់បានអូខេអញ្ចឹងដើម្បីធ្វើ flash សម្រាប់ boot Windows អ្នកនរគ្នាត្រូវតែមាន USB flash យ៉ាងហោចណាស់ 8G ឡើងណាបាទអញ្ចឹងដើម្បីឲ្យយើងបានដាក់ Windows installer អូខេតោះទៅទាំងអស់គ្នាអូខេដំបូងគឺអ្នកទាំងអស់គ្នាត្រូវបាទ download កម្មវិធីមួយដែលមានឈ្មោះថា uTorrent បាទឥឡូវអ្នកទាំងអស់គ្នាវាតាមខ្ញុំមកបាទវាបែបនេះ uTorrent អូខេយើងវាយពាក្យថា uTorrent មកបាទ uTorrent sorry uTorrent download អញ្ចឹងចុចលើវាមកហើយចុចកន្លែង free download នេះមកណាហើយចុចកញ្ចប់ free នេះ basic អូខេអញ្ចឹងវា download ឲ្យយើងហើយអូខេខ្ញុំ download ហើយហីបន្ទាប់មកទៀតអ្នកទាំងអស់គ្នាត្រូវតែទៅ download មួយទៀតគឺWindows បាទ file ជាប្រភេទ file IFO តោះឥឡូវយើងចូលទៅកាន់ទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នាវាយបែបនេះមកណានេះវាយតាមអញ្ចឹងមកវានឹងបង្ហាញឲ្យហើយអូខេយើងវាយពាក្យថាបាទនេះ HOV បាទ soft 24 sorry soft for PC KX អូខេអញ្ចឹងទាញយកកម្មវិធីដែលថ្លៃនេះនៅទីនេះបាទអ្នកទាំងអស់គ្នាចង់បាន Windows សូមវាយពាក្យ Windows មកខ្ញុំចង់បាន Windows 10អញ្ចឹងវាយ Windows 10ចង់បាន Windows 11វាយ Windows 11អូខេអញ្ចឹងនៅទីនេះយើងអាច download បានចុចលើវាមួយមកអូទៅក្រោមហើយទំហំឯកសារហ្នឹងគឺ 6.7 GB អូខេឥឡូវយើងចុច download មកអូខេអញ្ចឹងវានឹងនាំយើងទៅកាន់ uTorrent អ្នកទាំងអស់គ្នាបាទចុចអូខេមកណាហើយដោយសារខ្ញុំបាន download ហើយអូខេអញ្ចឹងខ្ញុំត្រូវការកម្មវិធីមួយទៀតគឺកម្មវិធីបាទ Rufus អញ្ចឹងនៅក្នុងហ្នឹងក៏មានដែរអត់ចាំបាច់ទៅ website ផ្សេងឆ្ងាយយើងចូលហ្នឹងមកហើយយើងឃើញថានេះវានៅខាងក្រោមនេះចុច download ដូចគ្នាមកណាតោះវា download អូខេអញ្ចឹងចុច download អូខេឥឡូវវាពុក download ហើយណាឥឡូវបានហើយតោះបន្ទាប់ពីយើង download ហើយយើង sorry តោះអូខេយើងចូលនៅក្នុងបាទ file this PC ឬតើអ្នកគ្នាចុចបាទ Windows E ក៏បានបាទវាឃើញបែបនេះឬក៏តើអ្នកគ្នាចុចទីនេះក៏បានអូខេតើមកចុចពាក្យ download អូខេពាក្យ download ឥឡូវយើងបើកកម្មវិធីនឹងមកបើកកម្មវិធី Rufus មុនអូខេឥឡូវយើងចុចបើកគេអ្វីដែលយើងធ្វើបន្ទាប់គឺយើងដោតបាទ USB flash របស់យើងបាទហើយបញ្ជាក់ផងដែរអ្នកទាំងអស់គ្នាកាលណាដែលយើងបញ្ចូល file Windows តាម Rufus នេះវានឹង format មានន័យថាវាលុបឯកសារដែលមាននៅក្នុង USB របស់យើងហ្នឹងលុបអស់ link ហើយយល់អស់អ្នកទាំងអស់គ្នាបើសិនជាមានឯកសារសំខាន់សូមដាក់ copy ដាក់កន្លែងផ្សេងសិនទៅទុកកន្លែងមានសុវត្ថិភាពសិនទៅកាលណាដែលយើងឈូសវាអស់ហើយវាដាក់វា format អស់ link គឺសតតែគឺវាដាក់បញ្ចូល file Windows ចូលនេះអូខេតោះដោតបញ្ចូលសិនអូខេបន្ទាប់ពីយើងដោតវានឹង load កន្លែងនេះអូខេអញ្ចឹងនេះដោយសារតែខ្ញុំបានដាក់ Windows ហើយម្ដងអូខេសម្រាប់អ្នកទាំងអស់គ្នាមិនបាច់ធ្វើអីច្រើនទេអ្នកទាំងអស់គ្នាចុចOR គេ Windows ដែលយើងទៅ download មិញគឺនេះ IFO នេះមកយើងអូសបញ្ចូលកន្លែងនេះមកនេះអូសចូលកន្លែង select នេះអញ្ចឹងយើងដាក់មកលើវាជាប់ sorry យើងចុចវាជាប់ចេះបាទសកត់មកស្ដាំមកជាប់បាទคลิกហ្នឹងคลิกឲ្យជាប់បន្ទាប់មកយើងអូសបញ្ចូលកន្លែងនេះយើងដាក់កន្លែង select នេះ
plot អូខេឥឡូវយើងបានហើយនេះ window boot selection គឺ window 11 pro ហើយអ្វីដែលអ្នកទាំងអស់គ្នាត្រូវធ្វើគឺអ្នកទាំងអស់គ្នាចុច start សម្រាប់ខ្ញុំគឺខ្ញុំបានចុចហើយបានធ្វើហើយអញ្ចឹងអ្នកទាំងអស់គ្នាចុច start ទៅវានឹងអ្នកទាំងអស់គ្នានឹងបានទទួលបាទ window មួយនៅក្នុង flash នេះហើយអ្នកទាំងអស់គ្នាយកអាហ្នឹងទៅឈូស window បានអូខេអញ្ចឹងវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេហើយសម្រាប់វីដេអូបន្ទាប់ខ្ញុំនឹងប្រាប់ពីរបៀបការដែលចុច key អីដើម្បីយើងឈូសវាដើម្បីឲ្យយើងចូលទៅកាន់ USB របស់យើងបានអូខេតោះសូមចុច subscribe ផងបងប្អូនដើម្បីគ្រប់គ្រងវីដេអូឲ្យខ្ញុំមានទឹកចិត្តនិងកម្លាំងចិត្តដើម្បីបន្តវីដេអូទៀតហើយអរគុណអ្នកនរគ្នាដែលតែងគ្រប់គ្រងហើយចុច subscribe ហើយនឹងឯងមានតែប៉ុណ្្នឹងឯងអ្នកនរគ្នាហើយសូមអរគុណច្រើនជម្រាបលា